បាទសួស្តីបងប្អូនអរគ្នានៅថ្ងៃនេះសូមចេញនៅវីដេអូមួយទៀតហើយពាក់ព័ន្ធជាមួយនឹងពូជស្រូវដំណើបចូលស្តុកថ្មីដោយសារតែបងប្អូនកសិករគាត់បានធ្វើរួចរាល់គាត់បានប្រមូលផលហើយគឺបានផលគូសមដែរមហាត់បាន5តោនជាង6តោនដែរដូច្នេះហើយបានជាគាត់បន្តធ្វើកុងត្រានេះចូលដល់រដូវទី2ហើយព្រោះរដូវទី1ចាប់ផ្ដើមចូលបដាហ្នឹងស្រែដែលគាត់ចូលហើយគាត់ដាក់ពូជស្រូវដំណើបម្ដងទៀតគឺចំនួន20ហាត់ប៉ុន្តែបងប្អូនអរគ្នាដំណើបខាងសាននេះគឺយើងអត់កុងត្រាតម្លៃងាប់ទេមានន័យថាខ្ញុំទិញតាមហាងឆេងដល់រដូវនោះស្រូវដំណើបឡើងប្រមាណឬក៏ចុះប្រមាណយើងទិញក្នុងតម្លៃប៉ុណ្ណឹងហើយបងប្អូនគាត់ក៏ព្រមទទួលធ្វើដោយសារតែយើងក៏បានដាក់ឲ្យគាត់ហើយគាត់ទិញរបស់គាត់វិញហើយម្យ៉ាងទៀតពូជនេះគឺខ្ញុំមានជំរើស2ទី1គឺទិញទូទាត់លុយភ្លាមក៏បានហើយសម្រាប់បងប្អូនដែលគាត់មិនបានទូទាត់លុយភ្លាមទេគាត់ជំពាក់រហូតដល់ប្រមូលផលចាំកាត់លុយក៏បានដែរប៉ុន្តែបច្ចៈគឺតម្លៃខុសត្រូវគ្នាតិចតួចសម្រាប់បងប្អូនអរគ្នាពីព្រោះការទូទាត់លុយភ្លាមនិងទុករយៈពេល100ថ្ងៃគឺតម្លៃច្បាស់ជាមានការប្រែប្រួលបន្តិចហើយប៉ុន្តែវាមិនលើសលប់អីទេសម្រាប់បងប្អូននៅខាងកសិករគឺគាត់ទទួលយកបានគាត់យល់អំពីដំណើរការនៃការងាររកស៊ីរបស់ពួកយើងដែរហើយគាត់ធ្វើក៏ទទួលបានប្រយោជន៍ហើយយើងក៏នឹងនៅជាមួយគាត់មានន័យថាខ្ញុំបានដាក់ស្រូវពូជឲ្យគាត់ហើយនេះគឺខ្ញុំនៅជាមួយគាត់ប្រឹក្សាជាមួយគាត់តលតែស្រូវនឹងប្រមូលផលឡើងឡានបានបញ្ចប់ការងារជាមួយគ្នាបើសិនជាគាត់បន្តគឺបន្តបានដូចចឹងនេះគឺបន្តវគ្គទី2ហើយគាត់សប្បាយចិត្តមែនតើហើយស្រូវពូជនេះបងប្អូនអរគ្នាតាមពិតទៅគឺគាត់ចាំប្រហែលថ្ងៃ5ថ្ងៃនេះបានឲ្យគាត់តាមពិតបានតាំងពីម្សិលមិញថ្ងៃទី13ប៉ុន្តែដល់ពេលយប់ហើយយើងក៏ផ្អាកអត់បានមក